សួស្តីអ្នកនរគ្នាស្វាគមន៍សាជាថ្មីមកកាន់ vlog ថ្មីរបស់ខ្ញុំមួយទៀតហើយចូលនៅក្នុងថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលអំពី fly review ដែលជា turnover fly ដែលមានរយៈពេល layover តិចខ្លាំងមែនទែនសម្រាប់ខ្ញុំលើកទី1បងដោយ operate ដោយ Air Cambodia ហើយ fly នេះគឺជា fly turnover ពី KTI ទៅ Darasaco នៅខាងកោះកុងអ្នកនរគ្នាគឺពលានកាមេរ៉ាភូមិន្ទ Darasaco ហើយនឹងត្រឡប់មកKTI វិញចឹងដំបូងនេះខ្ញុំបានទៅដល់ពលានលឿនខ្លាំងមែនទែនអ្នកនរគ្នាទាំងដែល fly ក្នុងស្រុកបែបនេះគឺ domestic fly បែបនេះគឺគេ check in ត្រឹមតែ2ម៉ោងឬ1ម៉ោងកន្លះមុនទេតែខ្ញុំទៅដល់ពលានឡើងយូរហ្មងចឹងទៅខ្ញុំបានឱកាសដើរថត vlog ថតពលានឲ្យអ្នកនរគ្នាមើលដោយសារតែ vlog លើកមុនគឺខ្ញុំមកបាន detail ទៅទៅមួយពលានខ្លាំងអ្នកនរគ្នាគឺថ្ងៃនេះខ្ញុំបាន detail ទៅទៅមួយពលានមួយចំនួនអ្នកនរគ្នាមើលហើយប្រហែលជាចាប់នេះខ្ញុំនឹងមាន vlog មួយទៀតដែលខ្ញុំនឹង detail តាក់ទងជាមួយនឹង terminal របស់ខាង international departure វិញម្ដងអញ្ចឹងបន្ទាប់ពី check in ហើយគឺបាន boarding pass ហើយខ្ញុំបានទៅដកតាក់បាន$1អ្នកនរគ្នាហើយនេះគឺកំពុងតែឆ្ពោះទៅកាន់ gate អ្នកនរគ្នាហើយនេះគឺខាង domestic flight អ្នកនរគ្នាតែមានកន្លែងថតរូបស្អាតៗដូចគ្នាហ្មងនិយាយទៅគឺសប្បាយថតរូបខ្លាំងមែនតើហើយនេះគឺបាទមានអារម្មណ៍ថាខ្ញុំដូចជួល airport នឹងដាច់ហោះតែឯងអញ្ចឹងគឺនិយាយទៅគឺប្លង់ស្អាតៗច្រើនហើយអត់មានណាគេរំខានអ្នកនេះគឺថតមិនក៏បានដែរតែនេះគឺជា fly របស់ខ្ញុំដែលមានលេខកូដគឺ K650 ដែលចេញពី KTI ទៅ DSY ហើយអំឡុងពេលរងចាំក៏បានឃើញ Singapore Air បាទគឺ SQ156 គឺបានមកដល់ហើយ fly មានជាការ delay ដូចជាខ្ទង់ជិត20នាទីដែរអ្នកនរគ្នាអញ្ចឹងទៅបាទមានជាការថតរូបហើយនេះបាទគឺជាតែគឺគាត់ទៅមិនស្គាល់ទេបាទគេទៅមិនស្គាល់ដោយសារអីបាទគឺតនេមែនតើគឺនាំគ្នាហោះលេងបាទមានវគ្គហោះលេងទៀតបាទអញ្ចឹងទៅឥឡូវបានគ្នាហើយបាទដំបូងតែម្នាក់ឯងឥឡូវមានគ្នាមានអីដៃគូដៃកង់បានហោះបាន2នាក់ដែរបាទបាទនៅពេលនេះគឺបានមកដល់ហើយជាមួយនឹង aircraft របស់យើងគឺ ATR 72600អ្នកនរគ្នាជាប្រភេទយន្តហោះខ្នាតតូចដែលខ្ញុំមិនបានហោះពីមុនទេនេះគឺជាលើកទី1របស់ខ្ញុំនៅលើយន្តហោះខ្នាតតូច ATR មួយនេះតែនៅក្នុងយន្តហោះនេះគឺខ្ញុំរេតអាចឲ្យដល់9លើ10បានដោយសារតែស្អាតអ្នកនរគ្នាផលិតភាពរបស់យន្តហោះខាងក្នុងគឺស្អាតអូខេសម្រាប់ខ្ញុំអញ្ចឹងឥឡូវនេះការហោះទៅកាន់ពលាន Darasaco គឺចំណាយពេល50នាទីប៉ុន្តែអ្នកនរគ្នាការត្រឡប់មកវិញ turnover ហ្នឹងគឺមានរយៈពេលត្រឹមតែ30នាទីគឺបានមកដល់ពលានតេជោវិញហើយបានអ្នកនរគ្នាទស្សនវិជ្ជាពិតជាស្អាតមែនទែនហើយនេះគឺជាអាហារសម្រន់មានជា cookie និងទឹកបន្តមកទៀតបាទគឺ
កំពុងតែចិត្តដល់ពលានតារាសាគររបស់នេះគឺស្អាតមែនទែនទេសភាពគឺស្អាតខ្លាំងហ្មងអ្នកនរគ្នាហើយអ្វីដែលខ្ញុំ surprise មួយទៀតសម្រាប់ Air Cambodia boarding music និង landing music គឺ the best គឺល្អខ្លាំងមែនទែនខ្ញុំមានអារម្មណ៍ថា surprise ដែរយន្តហោះក្នុងស្រុកយើងឥឡូវគឺមាន boarding music ហើយនិង landing music ដែរដាក់ទៅវាកំដរអារម្មណ៍ពេលដែលភ្ញៀវកំពុងឡើងលើយន្តហោះបានអ្នកនរគ្នារបៀបថាបើកពុះខ្ញុំមួយ ATR គឺវាថាសឹងបុកក្បាលមួយដបូលក៏ដោយហើយនេះគឺជាទស្សនវិជ្ជាមួយចំណុចអ្នកនរគ្នានៅពលានតារាសាគរបាននិយាយទៅគឺពួកខ្ញុំមានចការរត់តែម្ដងបានដោយសារតែគឺដូចជាមានធំតែ10ទៅ15នាទីក្នុងការ check in ម្ដងទៀតហើយឡើងវិញផងជួបគេខ្លាំងគូក្បាលស្ទើរតែលប់លែលើលលៀមនឹកដល់គេនេះឬមិនទេជំងឺណាក់សង្សារលំស្នេហ៍សង្សារខ្លួនឯងហើយពេលបានរកនេះអញ្ចឹងនេះត្រឹមតែរយៈពេល30នាទីទេបាទបានចាស់ចេញពីពលានតារាសាគរឥឡូវបានមកដល់ពលានតេជោវិញហើយ